ក្តៅពួកចៅសៀមលួចដាក់លូប្រអប់ធំនិងរាជបន្លាលួសចូលដីខ្មែរជាង400ម៉ែត្រនៅច្រកអូស្មាច់លោកមេតមាសភក្តីអ្នកនាំពាក្យរងនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យបានឲ្យដឹងថាបន្ទាប់ពីភាគីកម្ពុជានិងថៃបានព្រមព្រៀងគ្នាអនុវត្តបទច្បាញ់កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025កន្លងទៅប៉ុន្តែបែរជាភាគីថៃបានក្រឡាស់កិច្ចព្រមព្រៀងពលគឺភាគីថៃបានប្រើយុទ្ធសាស្ត្រដាក់លូប្រអប់ដែលមានមុខកាត់ធំនិងរាជបន្លាលួសចូលដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាចេញពីបង្គោលព្រំដែនលេខ15ដែលភាគីទាំងពីរបានទទួលស្គាល់ជាផ្លូវការចម្ងាយជាង400ម៉ែត្រថ្លែងប្រាប់អ្នកសារព័ត៌មានដែលមកពីរាជធានីភ្នំពេញដឹកនាំដោយក្រសួងព័ត៌មានកាលពីថ្ងៃទី5ខែកុម្ភៈឆ្នាំ2026លោកមេតមាសភក្តីបានបញ្ជាក់ថាក្រោយទទួលបាននៅបទឈប់បាញ់កាលពីថ្ងៃទី27ខែធ្នូគឺនៅថ្ងៃទី28ខែធ្នូកងទ័ពសៀមបានដាក់លូប្រអប់និងរាជបន្លាលួសចូលទឹកដីកម្ពុជាប្រមាណ400ម៉ែត្រពីច្រកទ្វារដែលមានការឯកភាពគ្នាដែលមានបង្គោលព្រំដែនសីមាលេខ15ដែលនេះឆ្លុះបញ្ចាំងពីការឈ្លានពានរបស់កងទ័ពសៀមមកលើទឹកដីកម្ពុជារបស់យើងច្រកអូស្មាច់នេះជាព័ត៌មានបឋមគឺជាច្រកអន្តរជាតិរបស់យើងដែលមានការទទួលស្គាល់ជាផ្លូវការទាំងអស់គ្នាពីភាគីប្រជាជាតិកម្ពុជានិងប្រជាជាតិថៃដែលយើងបើកច្រកនេះឲ្យដំណើរការតាំងពីឆ្នាំ2002ជាផ្លូវការតាំងពីឆ្នាំ2002មកហើយអកុសលយើងបានផ្អាកដំណើរការវិញកាលពីក្នុងកំឡុងខែមិថុនាឆ្នាំ2025នៅពេលដែលយើងមានបញ្ហាព្រំដែនរវាងប្រទេសទាំងពីរជុំវិញច្រកនេះដែរកន្លងមកក៏យើងមានការចរាចរណ៍ជាការធ្វើដំណើរការដោះដូរទំនិញក៏ដូចជាការចេញចូលរបស់ជាប្រព័ន្ធយើងទាំងកិច្ចការទេសចរទាំងការដែលត្រូវធ្វើដំណើរឆ្លងកាត់ដើម្បីទៅធ្វើការត្រួតពិនិត្យសុខភាពនៅប្រទេសថៃគឺជាស្ថិតិគឺជារៀងរាល់ឆ្នាំគឺមានអ្នកដំណើរចេញចូលប្រមាណជាង320000នាក់ច្រកអូស្មាច់នេះគឺយើងរងនឹងការឈ្លានពានពីកងទ័ពសៀមយើងមានផលប៉ះពាល់ជាច្រើនរួមទាំងអគារមានទាំងផ្ទះសម្បែងរបស់បងប្អូនជាប្រវត្តិដែលជនជីវិលស្លូតត្រង់មានទាំងអគារពាណិជ្ជកម្មរបស់ពាណិជ្ជកររបស់យើងមានទាំងវត្តអារាមផ្ទះសម្បែងក៏ដូចជាសាលារៀនហើយនិងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋរបស់យើងជារូបវន្តជាច្រើនដែរហើយនេះជាកិច្ចការដែលចង់ជំរាបជូនដល់សាធារណជនថាការឈ្លានពានរបស់កងទ័ពថៃនេះគឺសម្រាប់ច្រកអូស្មាច់នេះគឺយើងដឹងថាក្រោយពេលយើងទទួលបាននៅការឈប់បាញ់ក្នុងកំឡុងថ្ងៃទី27ធ្នូគឺថ្ងៃទី28កងទ័ពសៀមបានដាក់លូប្រអប់បានរាយបន្លាលួសចូលមកក្នុងទឹកដីខ្មែររបស់យើងនឹងប្រមាណជា400ម៉ែត្រពីច្រកទ្វារដែលមានការឯកភាពគ្នាហើយថែមទាំងយើងមានបង្គោលព្រំសីមាលេខ15ដែលមានការឯកភាពគ្នាស្រាប់រួចទៅហើយទៀតអានេះឆ្លុះបញ្ជាក់ពីការឈ្លានពានរបស់កងទ័ពសៀមមកលើទឹកដីប្រទេសកម្ពុជារបស់យើងរងនៃការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាច្រើនរបស់យើងនេះយើងអាចឃើញហើយថានៅពីខាងច្រកមកហ្នឹងគឺខាងអគារកាស៊ីណូជាមួយនឹងរីសតទាំងសងខាងត្រូវបានរងនៃការបំផ្លិចបំផ្លាញវាកម្ទេចផ្លោងនៅក្របជាច្រើនពីខាងកងទ័ពសៀមរហូតទៅដល់ឥឡូវនេះគឺខាងកងទ័ពសៀមបានប្លុកមិនឲ្យភាគីកម្ពុជារបស់យើងនឹងឡើងទៅដល់ច្រកទ្វារបានទេដូចខ្ញុំជំរាបជូនខាងដើមអញ្ចឹងគឺមានការបិទដែលមានចម្ងាយប្រមាណជា400ម៉ែត្រពីច្រកទ្វារអន្តរជាតិដែលមានការឯកភាពគ្នានេះជាមួយគ្នានេះអ្នកនាំពាក្យរូបនេះបានបន្ថែមថាសកម្មភាពឈ្លានពានរបស់យោធាសៀមបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអគារពាណិជ្ជកម្មតូបលក់ដូររបស់អាជីវករខ្មែរព្រមទាំងទីតាំងសាធារណៈនិងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស្លូតត្រង់ជាច្រើនខ្នងផងដែរ